សួស្តីពុកម៉ែបងប្អូនថ្ងៃនេះជាងទើបបានមានការងារថ្មីធ្វើទៀតហើយបាទនេះគឺជាដុំភ្លើងម៉ូតូ Wave របស់ចៅសៀមរាល់ថ្ងៃនេះគឺផលិតផលសៀមវាត្រូវបានបិទឲ្យពុកម៉ែបងប្អូនអញ្ចឹងទេបើសិនជាមានរបស់ចាស់ម៉ាក់មួយគេក៏លក់ឲ្យយើងរៀងថ្លៃដែរអញ្ចឹងទេដើម្បីជិះម៉ូតូនេះបានគឺយើងត្រូវតែធ្វើការរុំផ្សាយជាថ្មីព្រោះអីដុំភ្លើងចាស់របស់វាគឺឆេះហើយពុកម៉ែបងប្អូនចឹងទេជាងទើបគឺចាប់ផ្ដើមរាប់តើវាមានប្រមាណពូលដុំភ្លើងនេះមាន12ពូលអ្នកទាំងអស់គ្នាចឹងទេយើងធ្វើការចំណាំផ្នែកចូលហើយនឹងផ្នែកចេញដុំភ្លើងនេះដែរគឺងាយស្រួលរុំនោះទេពុកម៉ែបងប្អូនដោយវាប្រើលួសតែមួយសរសៃនោះទេចឹងហើយក៏ជាងទើបក៏ចាប់ផ្ដើមធ្វើការឆែកឆេរមើលថាតើខាងណាគល់ខាងណាចុងចឹងហើយគឺជាងទើបរកឃើញហើយពុកម៉ែបងប្អូនយើងត្រូវកត់ចំណាំខ្លះដែរផ្នែកខាងគល់ហើយនិងផ្នែកខាងចុងហើយជើងទី13គឺជាជើងដែលខ្សែលួសនៅខាងចុងហើយជើងទី1គឺជាពូលដែលចាប់ផ្ដើមចំណុចចាប់ផ្ដើមគឺជាពូលទី1ពុកម៉ែបងប្អូនចឹងទេដុំភ្លើងនេះគឺយើងរុះថយក្រោយហើយយើងរុំក៏ថយក្រោយវិញដូចគ្នាពុកម៉ែបងប្អូនរុំវាមានទៅមុខមួយទៅក្រោយមួយហើយរុះក៏ដូចគ្នាពុកម៉ែបងប្អូនហើយសម្រាប់អ្នកដែលអត់ធ្លាប់បានរុំដុំភ្លើងពួកប្រភេទនេះគឺយើងកត់ចំណាំឬក៏ថតជាវីដេអូដើម្បីទុកមើលណាប្រយ័ត្ននៅពេលដែលរុះលុះអស់មិនដឹងថារុំពីណាទៅណាវិញចឹងហើយអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំគឺរុំញយហើយជាញឹកញាប់ដុំភ្លើងពួកប្រភេទនេះវាធូរលុយមួយយ៉ាងដែរពុកម៉ែបងប្អូនដោយសារយើងទិញគេកាលពីដុំភ្លើងនៅមានសម្បូរគឺវាដូចជាលួសដឺរ៉ាវា60000បើលួសស្ពាន់វា120,000ពុកម៉ែបងប្អូនអញ្ចឹងទេបើយើងរុំខ្លួនយើងអស់លួសចូលជាប្រហែលជាមួយខំកន្លះអីគ្រប់ហើយអញ្ចឹងទេវាធូរលុយមួយខំ7,000 2ខំគិតមើលទៅវាធូរថ្លៃដែរសម្រាប់យើងរុំខ្លួនឯងបើខ្ញុំរុំស៊ីឈ្នួលឲ្យជាងម៉ូតូដូចគ្នាគឺខ្ញុំយក50000ដុំភ្លើងពួកប្រភេទខ្សែមួយសរសៃពុកម៉ែបងប្អូនបើ3ហ្វាខ្ញុំយកដូចជា20រៀលទៅ25រៀលពីស្រង់លើពលតិចឬក៏ពលច្រើនអញ្ចឹងទេនេះគឺជាលួសដែលរុះបានពុកម៉ែបងប្អូនមានចំណេញខ្លះដែរយើងទុកលួសឥតចាយអញ្ចឹងទេគឺយើងធ្វើការលាងទឹកសាប៊ូឲ្យជ្រះដើម្បីយើងរុំកាលណាយើងរុំទៅបើមានទឹករំអិលប្រេងខ្មៅនៅជាប់នៅនឹងពូលសម្រាប់រុំដុំភ្លើងគឺវាធ្វើឲ្យយើងចាក់វគ្គនីអីទៅវាអត់ខំជាមួយនឹងពូលម៉ាស់ពុកម៉ែបងប្អូនអញ្ចឹងហើយយើងត្រូវតែលាងសម្អាតវាឲ្យស្អាតមុននឹងយើងធ្វើការរុំពីមួយដំណាក់កាលទៅមួយដំណាក់កាលសម្រាប់អ្នកដែលអត់ចេះគឺរៀងពិបាកបន្តិចពុកម៉ែបងប្អូនក៏ប៉ុន្តែវានៅពេលដែលចេះហើយវាស្រួលទេគ្រាន់តែវារៀងឈឺមេដៃបន្តិចយើងរុំលួសរៀងធំដែរអញ្ចឹងហើយនៅពេលដែលយើងរឹតលួសនោះនឹងវារឹបដៃយើងវិញអញ្ចឹងហើយគឺលួសយើងរឹបទៅវាឈឺដៃហ่าពុកម៉ែបងប្អូននិយាយទៅគឺការងារអ្វីក៏វាពិបាកដែរក៏ប៉ុន្តែនៅពេលដែលយើងចេះជំនាញនោះហើយយើងអាចរលួយបានយ៉ាងស្រួលខ្ញុំលុះរុំដុំភ្លើងមួយសរសៃនេះគឺមួយដុំនេះគឺខ្ញុំចំណេញលុយតិចតួចដែរពុកម៉ែបងប្អូនវាជួសគ្រាន់បើយើងធ្វើការស៊ីថ្ងៃឬក៏ស៊ីប្រាក់ខែគេអញ្ចឹងហើយនេះគឺជាការងារផ្ទាល់ខ្លួននៅពេលដែលយើងចាប់ជំនាញអ្វីមួយដែលយើងចេះច្បាស់លាស់ហើយគឺវាអត់ពិបាកនោះទេពុកម៉ែបងប្អូនគឺលុយប្រាក់រត់មកតាមឯងអញ្ចឹងហើយគឺជាងទើបធ្វើការរុំហើយពុកម៉ែបងប្អូនគឺរុំថយក្រោយសម្រាប់ម៉ូតូដែលបឡង់ភ្លើងឬក៏មេដែកដែលនៅខាងឆ្វេងនៅខាងជើងឆ្វេងគឺយើងរុំថយក្រោយបើសម្រាប់ពួកម៉ូតូមួយប្រភេទទៀតដែលបឡង់នៅខាងស្ដាំគឺវារុំឆ្លាស់គ្នា
ថយទៅក្រោយដូចគ្នាក៏ប៉ុន្តែវាមានរត់ទៅមុខខ្លះទៀតក៏រត់ទៅក្រោយចឹងហើយគឺវាអត់ទៀងទេឬស៊ីសងលើចលនាឬក៏ sensor របស់វាដែលគេបំពាក់លើនិយាយទៅគឺថា magneto ECM របស់វាដែលគេបុក program មកចឹងទេគឺដុំភ្លើងនេះគឺត្រូវតែរុំតម្រូវជាមួយនឹងតួម៉ូតូឲ្យស្របនឹងគ្នាបងប្អូនហើយឧបករណ៍រុំគឺវាអត់មានអីច្រើននោះទេគឺយើងមានតែលួសហើយនឹងចង្កឹះឫស្សីដើម្បីញែកឬក៏នៅពេលដែលយើងរុំទៅរឹតវាអត់បានកាប់គ្នាយើងយកចង្កឹះនោះឯងយកទៅរុញឲ្យជាប់គ្នារួចហើយយើងរុំតកាលណាតែយើងរុំអត់បានកាប់គ្នានៅថ្លុងទី2សើទី2គឺវានឹងចូលញែកពេញវាហើយអញ្ចឹងទេដុំភ្លើងមកពលគឺវាអត់ស្អាតទេបើសិនជាយើងអត់បានរុំរៀបខ្សែភ្លើងឲ្យបានត្រឹមត្រូវហើយវីដេអូនេះដែរខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមើលទៅនឹងយល់លួសមកសរសៃគឺវាស្រួលនោះទេហើយនេះគឺជាចុងបញ្ចប់យើងក៏ចាប់ផ្ដើមផ្សារបិទគុលរបស់ដុំភ្លើងដើម្បីឲ្យដុំភ្លើងនោះវាជាប់ជាមួយនឹងសណលាយជាមួយនឹងជើងរបស់វាមានជើងចូលហើយនិងជើងចេញអញ្ចឹងទេលួសទាំងពីរខ្សែនេះមួយខាងយើងភ្ជាប់ជាមួយនឹងតួម៉ាស់រីឯមួយខាងទៀតយើងចេញខ្សែពណ៌លឿងខ្សែតួម៉ាស់គឺនៅខាងគុលគឺជាពោលទី1ដែលយើងចាប់ផ្ដើមរុំអ្នកទាំងអស់គ្នារួចហើយក៏យើងផ្សារនៅខាងខ្សែចេញហើយវីដេអូនេះសង្ឃឹមថាអ្នកទាំងអស់គ្នាអាចធ្វើបានដោយសារតែមុននឹងយើងរុះឬយើងដកលួសនេះចេញយើងត្រូវតែចំណាំឬក៏ធ្វើជាវីដេអូយើងគេធ្វើវាម៉េចអីវាម៉េចយើងធ្វើតាមគេទៅទៀតសោតគឺលួសពុកម៉ែបងប្អូនជាងទាំងអស់គ្នាគឺលួសយើងត្រូវតែទៅទិញកន្លែងដែលមានគេវាស់លួសបានត្រឹមត្រូវយើងកាត់លួសចាស់នោះទៅយកទៅឲ្យគេវាស់គេនឹងកាត់លួសលេខគេវាស់លេខលួសរបស់យើងអាចាស់នេះគេនឹងថ្លឹងយកមកឲ្យយើងហើយពុកម៉ែបងប្អូនគឺអត់ពិបាកទេយើងគ្រាន់តែយកលេខចាស់នេះទៅទិញគេវាស់មានកប៉ាល់មានអីវាស់លេខយ៉ាងត្រឹមត្រូវគេនឹងលក់លួសនេះឲ្យមកយើងអញ្ចឹងទេបើយើងដាក់លួសអត់ត្រូវលេខទី1វាធ្វើឲ្យចង្អៀតពោលទី2ធ្វើឲ្យខុសវល់ហើយនៅពេលដែលអ្នកទាំងអស់គ្នារុះសូមរាប់ផងព្រោះអីវាមកពោលវាមានជុំរបស់វាចំណែកដុំភ្លើងនេះក្នុងមួយពោលវាមានដូចជា40ជុំហើយខ្លះទៀត38ជុំដោយសារពោលនេះគឺវារុំនឹងមនុស្សដូចចឹងទេមានរាប់ពាន់ខ្លះចឹងហើយនេះគឺជាលួសស្ពាន់ណាពុកម៉ែបងប្អូនគឺរុំទៅគឺជាប់ជាងលួសដឺរ៉ាយើងធ្វើដោយដៃតែវាជាប់សម្រាប់នៅវគ្គចុងបញ្ចប់នេះគឺយើងចាក់វគ្គនេះទៅលើដុំភ្លើងនេះទាំងអស់នៅលើលួសដែលយើងបានរុំដើម្បីការពារផ្លាស្ទិកកុំឲ្យវាមានជំរាបឬក៏មានដែកមកកាត់ចំបន្តិចបន្តួចវាក៏ប៉ះតែវានេះនោះទេវាមិនដល់សាច់លួសស្ពាន់នោះទេពុកម៉ែបងប្អូនអញ្ចឹងហើយយើងចាក់ម៉ាសាជា2សាររួចហើយក៏យើងរោលភ្លើងរោលនឹងក្បាលផ្លុំភ្លើងបើអ្នកទាំងអស់គ្នាបញ្ញាប់បើសិនជាមិនបញ្ញាប់យើងអាចហាលជាមួយនឹងពន្លឺថ្ងៃក៏បានដែរវាដូចតែគ្នាទេគ្រាន់តែវាចំណាយពេលសម្រាប់ខ្ញុំនេះគឺភ្ញៀវនៅចាំអញ្ចឹងហើយគឺត្រូវតែរោលជាមួយនឹងម៉ាស៊ីនផ្លុំកម្ដៅដើម្បីឲ្យឆាប់ស្ងួតរួចហើយក៏យកទៅចាប់ឲ្យគេ